ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំធ្វើពីសម្បកត្រាកូចំពោះត្រាកូរបស់យើងហ្នឹងគឺខ្ញុំហាន់ប៉ាតេជាបន្ទះហើយបន្ទាប់ទៀតបន្លែរបស់យើងមានដូចជាតេផ្លោករបស់យើងហ្នឹងបងប្អូនតេផ្លោកហ្នឹងគឺខ្ញុំមាន4ពណ៌ដូចជាពណ៌លឿងពណ៌ក្រហមពណ៌បៃតងជាមួយនឹងពណ៌ការ៉ុតផងដែរដើម្បីដាក់ចូលទៅវាឃើញពណ៌ស្អាតដែរបងប្អូនហើយចំពោះបន្លែនេះដែរគឺខ្ញុំហាន់ជា4ជ្រុងស្ដើងបន្ទះស្ដើងដែលបងប្អូនដូចមើលឃើញអញ្ចឹងណាបងប្អូនផ្លែរបស់យើងបានហាន់រួចហើយបន្តបន្ទាប់គឺខ្ញុំរុញម្សៅរបស់យើងនឹងឲ្យទៅជាសំប៉ែតហើយបន្តបន្ទាប់គឺយើងយកទៅដុតនៅលើខ្ទះនេះផងដែរចំពោះការដុតហ្នឹងគឺយើងអត់បានប្រើខ្លាំងទេគឺយើងដាក់ខ្ទះឲ្យក្តៅហើយបន្តមកទៀតយើងដាក់ដុតតែម្ដងចាហើយបន្តមកទៀតនេះគឺខ្ញុំយកបន្លែដែលយើងហាន់ឲ្យមិញហ្នឹងគឺយកទៅឆាគ្រឿងឲ្យមានដូចជាទឹកអំបិលហើយនឹងគ្រឿងផ្សេងដែលខ្ញុំដាក់ចូលក្នុងផងដែរហើយបន្ទាប់ពីឆ្អិនហើយគឺយើងយកបន្លែរបស់យើងហ្នឹងមកដាក់ជាមួយនឹងសម្បកត្រាកូរបស់យើងហ្នឹងខ្ចប់ដូចជាសម្បកសយ៉របស់យើងផងដែរហើយបន្តមកទៀតហ្នឹងគឺខ្ញុំដាក់ឈីសចូលនៅលើក្នុងហ្នឹងផងដែរហើយបន្តមកទៀតយើងមូជារូបជ្រាងអញ្ចឹងមកហើយបន្តមកទៀតគឺខ្ញុំយកកាំបិតពុះវាដើម្បីបង្ហាញបងប្អូនថាមើលទៅគួរឲ្យចង់ញ៉ាំអត់អរគុណច្រើនបងប្អូនជម្រាបលា